តាមមានអ្វីកើតប្រសិនបើ F16 ត្រូវបានបិទប្រព័ន្ធ Data Link 16 Link Code យន្តហោះ F16 នៅតែអាចបន្តប្រយុទ្ធបានទោះបីជា Data Link Code ត្រូវបានផ្ដាច់ក៏ដោយប៉ុន្តែសមត្ថភាពប្រយុទ្ធរបស់វានឹងធ្លាក់ចុះយ៉ាងខ្លាំងខាងក្រោមនេះជាការពន្យល់លម្អិតអំពីតួនាទីនៃ Data Link និងផលប៉ះពាល់នៅពេលវាត្រូវបានផ្ដាច់ក្នុងយន្តហោះ F16 សាមាតួនាទីនៃ Data Link 16 លើ F16 Data Link ជាទូទៅគឺ Link 16គឺជាប្រព័ន្ធទំនាក់ទំនង Digital ដ៏សំខាន់ដែលអនុញ្ញាតឲ្យយន្តហោះចម្បាំងនិងអង្គភាពប្រយុទ្ធផ្សេងទៀតផ្លាស់ប្ដូរព័ត៌មានក្នុងពេលជាក់ស្ដែង real time 1. ការយល់ដឹងអំពីសមរភូមិ Situational Awareness Link 16 អនុញ្ញាតឲ្យ F11 ឃើញព័ត៌មានពីយន្តហោះសម្ព័ន្ធមិត្ត Radar លើដីនាវាចម្បាំងនិងយន្តហោះ AWACS Radar ដើរលើអាកាសនេះមានន័យថាយន្តហោះចម្បាំងអាចឃើញគោលដៅដែលមិនត្រូវបានចាប់ដោយ Radar ផ្ទាល់របស់ខ្លួន 2. ការសម្របសម្រួលវាយលុក Coordinated Attackយន្តហោះអាចចែករំលែកគោលដៅនិងបែងចែកភារកិច្ចដោយស្វ័យប្រវត្តិឧទាហរណ៍យន្តហោះ A វាប្រហារគោលដៅ1យន្តហោះ B វាប្រហារគោលដៅ2 10. ផលប៉ះពាល់នៅពេល Link Code ត្រូវបានផ្ដាច់ប្រសិនបើ Link Code ត្រូវបានបាត់បង់ដោយសារការស្ទាក់ចាប់អេឡិចត្រូនិកការខូចខាតឬការបរាជ័យប្រព័ន្ធយន្តហោះ F16 នឹងត្រូវត្រឡប់ទៅប្រើវិធីសាស្ត្រប្រយុទ្ធពីមុន 1. សមត្ថភាពដែលបាត់បង់ Reduced Capabilities ភាពឯកទេសអ្នកបំបកត្រូវពឹងផ្ទាល់ទាំងស្រុងលើ Radar ផ្ទាល់ខ្លួននិងឧបករណ៍ចាប់សន្ទាផ្ទាល់ខ្លួនប៉ុណ្ណោះពួកគេនឹងបាត់បង់ការយល់ដឹងពីស្ថានភាពរបស់សមរភូមិទាំងមូលការសម្របសម្រួលលំបាកការសម្របសម្រួលវាយលួកច្បាក់ជាមួយយន្តហោះសម្ព័ន្ធមិត្តត្រូវធ្វើឡើងតាមរយៈវិទ្យុសំឡេងបែបប្រពៃណីវិញដែលយឺតយ៉ាវនិងអាចត្រូវបានស្តាក់ចាប់បានងាយស្រួលហានិភ័យនៃការវាយមិត្ត Friendly Fire ហានិភ័យនៃការវាយប្រហារលើយន្តហោះសម្ព័ន្ធមិត្តកើនឡើងខ្ពស់ដោយសារយន្តហោះលើងអាចសម្គាល់ទីតាំងមិត្តនិងសត្រូវបានច្បាស់លាស់តាមរយៈ Link 16 2. អ្វីដែលនៅតែអាចធ្វើបាន Still Operational Radar ផ្ទាល់ Self Radar F16 នៅតែអាចប្រើ Radar របស់ខ្លួនដើម្បីស្វែងរកគោលដៅបើកប្រព័ន្ធតាមដាន Lock On និងបាញ់កាំជ្រួចតាមរយៈព័ត៌មានដែលខ្លួនប្រមូលបានផ្ទាល់ប្រព័ន្ធអាវុធ Weapon Systems ប្រព័ន្ធបាញ់កាំជ្រួចដូចជា AIM-1.2 MRAM AIM-9 Sidewinder និងកាណុងនៅតែអាចប្រើប្រាស់បានដដែលការហោះហើរនិងការគ្រប់គ្រងមុខងារហោះហើរនិងការគ្រប់គ្រងយន្តហោះមិនអាស្រ័យលើ Data Link ទេដូច្នេះយន្តហោះនៅតែអាចហោះហើរបានធម្មតាសេចក្តីសន្និដ្ឋានការបាត់បង់ Link Code មិនមែនមានន័យថាយន្តហោះ F16 លែងដំណើរការទេប៉ុន្តែវាធ្វើឲ្យយន្តហោះនេះប្រែក្លាយទីជាអង្គភាពដែលមានការសម្របសម្រួលផ្នែកបណ្ដាញ Network Centric ទៅជាយន្តហោះចម្បាំងឯកទេស Standalone Fighter វិញក្នុងសមរភូមិទំនើបការបាត់បង់ការយល់ដឹងអំពីសមរភូមិពេញលេញអាចនាំឲ្យមានការបរាជ័យផ្នែកយុទ្ធសាស្ត្រ